Hey clip ខាងលើនេះគឺចេញពីខ្សែភាពយន្តរឿងទីក្រុងឧក្រិដ្ឋកម្មប្រសិនបើអ្នកត្រូវពិពណ៌នាគាត់ដោយពាក្យតែមួយឡើយមែននៅកូរ៉េខាងត្បូងឆ្នាំថ្មីមួយហៅថាម្សៅខ្មៅកំពុងជ្រៀតចូលក្នុងក្លឹបរាត្រីធំគាត់គឺបរិសុទ្ធបំផុតកម្លាំងដ៏អស្ចារ្យមនុស្សដែលនៅជាប់នឹងវាគឺស្រាលនឹងឆ្ងាញ់ការស្លាប់ភ្លាមនៅក្នុងស្ថានភាពមិនយូរប៉ុន្មានការបដិសេធដូចខាងក្រោមសេះចាស់ទទួលបានករណីក្មេងស្រីធ្លាក់ពីលើអាគារមិនមានសញ្ញានៃការប្រយុទ្ធគ្នានៅក្នុងបន្ទប់ទេដំបូងប៉ូលីសបានកំណត់ថាវាជាការធ្វើអត្តឃាតប៉ុន្តែសេះចាស់ដែលមានករណីដោះស្រាយជាច្រើនឆ្នាំបានសន្និដ្ឋានដោយវិចារញ្ញថាបញ្ហានេះមិនមានលក្ខណៈសាមញ្ញទេប្រកាសថាគ្រប់គ្រាន់ហើយរបាយការណ៍អធិការកិច្ចរបស់អ្នកពិនិត្យយសុខភាពបានបញ្ជាក់ពីការសន្និដ្ឋានរបស់ឡៅម៉ាថាមូលហេតុពិតនៃការស្លាប់របស់ក្មេងស្រីនេះមិនបានធ្លាក់ពីលើអាគារតតែសោះវាជាការប្រែជ្រុលដែលបណ្ដាលឲ្យបេះដូងឈប់នេះមានន័យថាក្មេងស្រីត្រូវបានគេបោះចោលពីអាគារបន្ទាប់ពីនាងស្លាប់ខ្លែងបន្លំការបំផន់នៃការធ្វើអត្តឃាតសំណាងល្អមិត្តភក្តិដ៏ល្អបំផុតរបស់ក្មេងស្រីបានរស់រានមានជីវិតនេះបើយោងតាមការចងចាំរបស់គាត់អ្នកទាំងពីរត្រូវបានបុរសចម្លែកម្នាក់ស្គាល់នៅក្នុងក្លឹបរាត្រីមួយកាលពីយប់មិញបន្ទាប់ពីផឹកភេសជ្ជៈដែលគាត់បានប្រគល់ឲ្យគាត់បាត់បង់ស្មារតីធ្វើតាមតម្រុយកុនលិះនេះសេះចាស់ដឹកនាំក្រុមនៅទីនេះនៅចម្ងាយគាត់បានឃើញតួលេខស្រមោល2តាមរបៀបនេះគាត់បានទៅសាកសួរប៉ុន្តែត្រូវបានអង្គរៈបញ្ឈប់នៅជាន់ក្រោមបញ្ហាដែលអាចដោះស្រាយបានដោយកណ្ដាប់ដៃឡៅម៉ាមិនដែលខ្ជិលនិយាយមិនសមហេតុសមផលឡើយបន្ទាប់ពីឡើងទៅជាន់ខាងលើគាត់បានរកឃើញថាមនុស្សទាំងពីរនាក់ពេលនេះហាក់ដូចជាកំពុងធ្វើជំនួញដោយសម្ងាត់ដូច្នេះសេះចាស់ដើរតាមស្ងាត់បានជ្រៀតចូលបន្ទប់ឯកជនរបស់ពួកគេដោយជោគជ័យប៉ុន្តែក្រុមក្មេងទំនើងដែលមិនសមហេតុផលគ្រាន់តែគិតថាសេះចាស់គឺជាអង្គរៈថ្មីហើយហ៊ាននឹងនិយាយអបអរសាទរសេះចាស់បានយកកាបូបភស្តុតាងចេញដោយផ្ទាល់ចលនាឲ្យពួកគេដាក់ថ្នាំនៅលើតុដោយគោរពប្រតិបត្តិក្នុងពេលជាមួយគ្នានេះគាត់បានយកទូរស័ព្ទដៃរបស់គាត់ចេញហើយបានកត់ត្រាភស្តុតាងរបស់មនុស្សជីរឿនហើយនៅពេលដែលពួកគេបានដឹងវាយឺតពេលហើយអង្គរៈដែលទើបតែភ្ញាក់ពីគេងបានប្រញាប់ប្រញ័រយ៉ាងខ្លាំងគាត់បានដួលទៅនឹងដីនៅក្នុងទីតាំងតែមួយលីនឹងមើលខ្ញុំត្រូវពន្យល់ពីកន្លែងដែលថៅកែកំពុងលាក់ខ្លួនបន្ទាប់ពីបង់លុយឲ្យថៅកែប៉ូលីសបាននាំគាត់ត្រឡប់ទៅបន្ទប់សួរចម្លើយវិញប៉ុន្តែមាត់របស់បុរសនេះពិបាកជាងកណ្ដាប់ដៃរបស់សេះចាស់ជាប់គាំងសេះចាស់ស្រឡាំងកាំងនឹងយល់ក្នុងពេលតែមួយរារាំងការត្រួតពិនិត្យនៅក្រោមការភ័យខ្លាចមួយចំនួនថៅកែដែលបានកិននីឡើងវិញឥឡូវនេះបានសារភាពការពិតទាំងអស់នៅពេលនេះវាបានប្រែក្លាយថាការផ្គត់ផ្គង់ក្លឹបរាត្រីគឺជាក្មេងទំនើងរៀងរាល់សប្តាហ៍តាមពេលវេលាដើម្បីទិញទំនិញនៅក្នុងក្លឹបរាត្រីធំនៅទីក្រុងសេអ៊ូលបន្ទាប់ពីទទួលបានតម្រុយកន្លះប្រធានក្រុមបានទទួលយកភារកិច្ចហើយប្អូនប្រុសដែលមិនបានរំពឹងទុកនៅតែរីករាយនឹងភាពរីករាយនៃគ្រឿងញៀនការការពារទាំងអស់បានធូរស្បើយខ្ញុំមិនដែលនឹកស្មានថាប៉ូលីសនឹងតម្រង់មករកខ្ញុំយ៉ាងលឿននោះទេពេលដែលទ្វារបើកភីគីទាំងពីរបានធ្វើសង្គ្រាមយ៉ាងសាហាវប៉ុន្តែប្អូនប្រុសតូចនេះមានការរំភើបយ៉ាងខ្លាំងក្រោមឥទ្ធិពលនៃគ្រឿងញៀនប៉ុន្តែសំណាងល្អប្រធានក្រុមបានដកកាំភ្លើង Taser ចេញទាន់ពេលបង្ក្រាបគូប្រជែងដោយជោគជ័យហើយបានរកឃើញថ្នាំមួយចំនួនធំនៅក្នុងបន្ទប់តាមមើលទៅមានការខុបខិតនៅពីក្រោយរឿងនេះនៅតាមផ្លូវត្រឡប់មកវិញប្រធានក្រុមបានជូនដំណឹងភ្លាមដល់លាវម៉ាអំពីដំណឹងល្អគ្រឿងញៀនជាច្រើនត្រូវបានរឹបអូសទទួលបានមនុស្សចំណុចហើយនោះគឺជាសមិទ្ធផលដ៏ធំធេងខ្ញុំគិតថាករណីនេះចប់ហើយពួកគេមិនដឹងថាការគំរាមកំហែងចិត្តមកដល់ទេនៅពេលនេះមនុស្សអាចកំបាំង3នាក់បានចេញពីឡានគោលបំណងរបស់ពួកគេគឺច្បាស់ណាស់គ្រាន់តែប្រើថ្នាំទាំងអស់បន្ទាប់ពីអ្នកបានធ្វើរួចមនុស្សជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជម្លៀសចេញប៉ុន្តែបងប្រុសដែលត្រូវបានចាប់ខ្លួនមិនដឹងថាគាត់នៅរស់ទេតម្រូវឲ្យពួកគេយកខ្លួនឯងទៅឆ្ងាយវាមិនមែនថាអ្នកស្នើសុំជំនួយក្នុងអាកប្បកិរិយានេះទេគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានប្រើដើម្បីវាទេរើសយកកនាងដាច់ហើយបញ្ចប់ជីវិតរបស់គាត់ក្រោយមកមានមនុស្សជាច្រើនបានមកយានដ្ឋានបានបំផ្លាញដានទាំងអស់នៃឧក្រិដ្ឋកម្មឈ្មោះមេដឹកនាំគឺឡាលីអាតាសិងញ៉ាននេះពិតជាមេដឹកនាំក្រុមគ្រឿងញៀនជាមន្ត្រីអនុវត្តច្បាប់ជំនួសឲ្យការនៅជាប់នឹងបន្ទាត់ខាងក្រោមផ្ទុយទៅវិញទាញយកអត្ថប្រយោជន៍ពីតំណែងដោះស្រាយគ្រឿងញៀនជាលក្ខណៈឯកជនជាមួយមេដឹកនាំជប៉ុនគីដាតាមពិតការផ្គត់ផ្គង់ថ្នាំទាំងអស់នេះបានមកពីប្រធានាធិបតីដែលនៅឆ្ងាយនៅប្រទេសជប៉ុននៅពីក្រោយខេមដែលការរៀបចំបង្រួបបង្រួមសម្រាប់ការបិទស្ពានប៉ុន្តែឡាវលីនិងកាមេដាដែលមានការព្រួយបារម្ភបានខុបខិតគ្នាជាលក្ខណៈឯកជនលួចថ្នាំមួយចំនួនធំដោយមិនប្រាប់ប្រធានាធិបតីវាមានគម្រោងលក់បន្តទៅអតិថិជនពីបូព្រាខ្ញុំមិនដែលនឹកស្មានថាគ្រឿងញៀននេះនឹងត្រូវប៉ូលីសរឹបអូសបានទេសំណាងល្អអ្នកខ្លះរត់គេចខ្លួននៅទីបំផុតថ្នាំទាំងនោះបានវិលត្រឡប់ទៅឡាវលីវិញបន្ទាប់ពីដោះស្រាយបញ្ហានេះឡាវលីបានទៅក្លឹបកំសាន្តរបស់កាមាដាដោយកំហឹងឆាប់ឡើងគាត់ប្រើអំពើហិង្សាដោយគ្រាន់តែលុតជង្គង់នឹងលិទ្ធប្រជាជនរបស់គាត់អនុញ្ញាតឲ្យគាត់ចែកចាយគ្រឿងញៀនឡើងវិញលក់ទៅឲ្យអ្នកទិញនៅបូព្រាដូចដែលបានគ្រោងទុកដំបូងប៉ុន្តែក្រដាសមិនអាចបិទបាំងភ្លើងបានទេពួកគេកាន់តែខ្លាចអ្វីពួកគេកាន់តែមកនៅពេលនេះប្រធានាធិបតីនៅប្រទេសជប៉ុនបានដឹងអ្វីទាំងអស់រួចហើយចូលនឹងចេញពីអ្នកក្រោមបង្គាប់មិនត្រឹមតែក្បត់ខ្លួនឯងប៉ុណ្ណោះទេហើយបានលួចគ្រឿងញៀនដែលមានតម្លៃ30,000 លានវ៉ុនដើម្បីធ្វើឲ្យខាតបង់គាត់បានបញ្ជូនឃាតករកម្ពុជានៅក្នុងអង្គការទៅប្រទេសកូរ៉េខាងត្បូងដើម្បីសម្អាតទ្វារឃាតករបានធ្វើសកម្មភាពយ៉ាងស្អាតការមកដល់របស់គាត់មានន័យថាល្បែងស្មុគស្មាញរួចទៅហើយនេះបាននាំឲ្យមានគូប្រជែងខ្លាំងបំផុតម្យ៉ាងវិញទៀតឡាវលីវាបានមកដល់ពេលវេលាដែលបានព្រមព្រៀងជាមួយអ្នកទិញភាគខាងកើតប៉ុន្តែវាត្រូវបានពន្យាពេលក្នុងការរងចាំការដឹកជញ្ជូនត្រឡប់ទៅវាវិញគាត់អាចធ្វើពុតជាស្ងប់ស្ងាត់ហើយចុចលេខទូរស័ព្ទដើម្បីត្រឡប់ទៅវាវិញជាងភ្នំរបស់យើងធំជួយខ្ញុំផងអង្គដែលមានរសជាតិឈ្ងុយឆ្ងាញ់នឹងធ្វើឲ្យខ្ញុំត្រូវគេបោះដោយកាំបិតហើយលោតដល់ស្លាប់វាប្រែថាអណ្ដើកលីកគឺ Doppelganger ជាមុនភ័យខ្លាចខ្លាំងណាស់ដែលគាត់ត្រៀមរត់ពេញមួយយប់ហើយលេបថ្នាំទាំងអស់ឡាវលីដែលបានដឹងការពិតចង់ហែកអណ្ដើកដាច់ពីគ្នាហើយលិទ្ធវារហូតមកដល់ពេលនេះគាត់អាចលិទ្ធមុខរបស់គាត់ហើយអង្វរអ្នកទិញសម្រាប់ព្រះគុណពី3ថ្ងៃទៀតអ្នកនឹងមិនឃើញទំនិញនៅពេលនោះទេវាមិនងាយស្រួលទេក្នុងការនិយាយជាមួយ
ឥឡូវនេះវាច្បាស់ណាស់ថាប៉ូលីសនឹងដោះស្រាយករណីបាត់គ្រឿងញៀននិងចាប់ខ្លួនមនុស្សឃាតករចង់បោសសម្អាតទ្វារហើយយកថ្នាំមកវិញឡាវលីចង់ស្វែងរកគ្រឿងញៀននិងបញ្ចប់ប្រតិបត្តិការកម្លាំង3នាក់បានឡោមព័ទ្ធគ្រឿងញៀននៅក្នុងដៃរបស់ខេមដេនិងបានធ្វើការចាប់ខ្លួនយ៉ាងសាហាវក្នុងពេលដំណើរគ្នា